ngày níខ្ញុំចែករំលែកទស្សនវិជ្ជាមួយដល់អ្នកទាំងអស់គ្នាហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែចំណាយពេលស្ដាប់ចូលទៅមើលវងសត្វស្រមោចហើយរៀនសូត្រពីរបៀបរស់នៅរបស់ពួកវានិងគំនិតពួកវាគ្មានមេដឹកនាំនិងអ្នកចាំពិនិត្យឬស្ដេចឡើយពួកវាប្រមូលផលទុកនៅរដូវក្តៅតើអ្នករងចាំដល់ពេលណាទើបចាប់ផ្ដើមនៅដេកអោបដៃមានភាពភ័យខ្លាចធ្វើដូចទាហានកាន់កំភ្លើងមិនចេញច្បាំងនិងក្រុមមួយទៀតដែលមិនហ៊ានចេញក្រៅនោះដែរប្រកបណាស់ភាពក្រលំបាកនឹងធ្លាក់មកដល់អ្នកមិនខាននេះជាទស្សនៈទាំង5ដែលអ្នកអាចរៀនសូត្រពីសត្វស្រមោច 1. សត្វស្រមោចមិនត្រូវការមេដឹកនាំឬអ្នកចាំមើលពួកវាពីខាងក្រោយបញ្ជាឲ្យត្រូវធ្វើការពេលណានោះទេពួកវាព្យាយាមធ្វើការហើយពួកវានឹងផ្លាស់ប្ដូរគ្នាប្រសិនបើមានស្រមោចណាមួយមានបញ្ហាអត្ថន័យប្រសិនបើអ្នកចង់យកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកត្រូវតែសកម្មស្មោះត្រង់នឹងខ្លួនឯងនិងឧស្សាហ៍ព្យាយាម 2. ស្រមោចមានផែនការទុកមុនពួកវាគិតពីរដូវរងានិងរដូវក្តៅគ្រប់ពេលវេលាពួកវារក្សាទុកស្បៀងនៅក្នុងរដូវក្តៅពួកវាយល់ថាពេលវេលាដើរទៅមុខជានិច្ចពួកវាមិនអាចសម្ងំនៅមួយកន្លែងនោះទេពួកវាត្រូវប្រមូលស្បៀងអាហារដាក់នៅក្នុងសម្បុករបស់ពួកវាអត្ថន័យខំប្រឹងឲ្យអស់ដៃទាន់ខ្លួននៅមានកម្លាំងដើម្បីបំរុងទុកសម្រាប់ពេលអនាគត 3. ស្រមោចតែងតែគិតវិជ្ជមានជានិច្ចស្រមោចរមែងរំលឹកខ្លួនថារដូវរងាមិនមានរយៈពេលយូរអង្វែងនោះទេមិនយូរវានឹងផុតទៅវិញអត្ថន័យគ្រប់បែបយ៉ាងដែលបានកើតសម្រាប់អ្នកនៅពេលនេះវាមិនស្ថិតស្ថេរជានិរន្តរ៍នោះទេ 4. ស្រមោចមិនដែលបោះបង់តែពួកគេគ្រាន់តែបដូរគោលដៅប្រសិនបើពួកវាទៅផ្លូវណាមួយហើយផ្លូវរបស់ពួកវាត្រូវបានបិទពួកវានឹងរកមើលផ្លូវផ្សេងទៀតពួកវានឹងរកមើលផ្លូវចុះក្រោមទៅឬក៏ផ្លូវវាងផ្សេងទៀតពួកវានឹងស្វែងរករហូតពួកវារកឃើញផ្លូវផ្សេងសម្រាប់ទៅមុខអត្ថន័យត្រូវរៀនប្រឈមនឹងបញ្ហានិងភាពលំបាកនៅក្នុងជីវិតរបស់អ្នកត្រូវចេះបត់បែននិងធ្វើឲ្យដូចសត្វស្រមោចដែលមិនបោះបង់គោលការណ៍ត្រូវធ្វើជាអ្នកឈ្នះមិនមែនចាក់ចាញ់ទេ 5. ស្រមោចរមែងធ្វើឲ្យអស់លទ្ធភាពអត្ថន័យត្រូវធ្វើឲ្យអស់លទ្ធភាពដែលអ្នកកំពុងធ្វើពេលឥឡូវនេះវានឹងនាំអ្នកទៅរកភាពអស្ចារ្យនិងជីវិតល្អនៅពេលខាងមុខរបស់អ្នកប្រសិនបើអ្នកចាប់អារម្មណ៍និងចូលចិត្តវីដេអូនេះសូមជួយ like និង subscribe សម្រាប់វីដេអូបន្តទៀតសូមអរគុណ